ឥឡូវនេះយើងបានលេខកូដពីក្រុមហ៊ុន Apple ហើយយើងចុច Continue មកដល់នេះពុកម៉ែបងប្អូនទាំងគ្នាចុចពាក្យថា Agree មកដើម្បីយើងបន្តទៅមុខទៀតហ្នឹងហើយឥឡូវនេះខ្ញុំអាចបង្កើត Apple ID បានហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពុកម៉ែបងប្អូនទាំងគ្នាពីវិធីបង្កើត Apple ID និងដោះស្រាយបញ្ហាបង្កើត Apple ID អត់បានផងដែរហ្នឹងហើយឥឡូវនេះទៅបង្កើត Apple ID ជាមួយអ្នកទាំងគ្នាកុំឲ្យខាតពេលយូរអ្នកទាំងគ្នាធ្វើការចូលទៅការ setting សិនហ្នឹងដើម្បីបង្កើត Apple ID ឲ្យបានហ្នឹងហើយយើងធ្វើការចូលទៅការ setting ដើម្បីយើងសេរីកន្លែងមួយចំនួនសិនអ្នកគ្នាមកដល់នៅកន្លែងនេះអ្នកគ្នាធ្វើការមករកពាក្យថា general អ្នកគ្នាហ្នឹងហើយអ្នកគ្នាចូលមកកន្លែងហ្នឹងមកហ្នឹងហើយមកដល់ហ្នឹងអ្នកគ្នាអូមកក្រោមតិចអ្នកគ្នាមករកពាក្យថាថែមហ្នឹងហើយកន្លែងហ្នឹងអាចខុសគ្នាអ្នកគ្នាទូរស័ព្ទអ្នកគ្នាអាចខុសគ្នាពីខ្ញុំហ្នឹងហើយតាម model iOS អ្នកគ្នាមកដល់នេះអ្នកគ្នាធ្វើការចុចបិទនៅកន្លែងនេះសិនមកដើម្បីយើងដូរមកទៅប្រទេសផ្សេងហ្នឹងហើយអ្នកគ្នាធ្វើការចុចនៅកន្លែងនេះមកអ្នកគ្នាកន្លែងពាក្យថែមម្ដងទៀតហ្នឹងហើយមកដល់នេះអ្នកទាំងគ្នាចុចនៅកន្លែងកៅយិតអ្នកគ្នាវាយពាក្យថា UM អ្នកគ្នាហ្នឹងហើយឬក៏វាយតែពាក្យថា U តទេលបានហើយអ្នកគ្នារើសនៅកន្លែងនេះដូចខ្ញុំចឹងមកអ្នកគ្នាហ្នឹងហើយរើសនៅកន្លែងនេះហ្នឹងហើយលេខខាងលើហ្នឹងហើយឥឡូវនេះយើងចេញទៅវិញមកដើម្បីយើងទៅបង្កើត Apple ID តែម្ដងហ្នឹងហើយយើងធ្វើការចុចកន្លែងសញ្ញាព្រួយបាញ់ទៅឆ្វេងដៃហ្នឹងចុចនៅកន្លែងហ្នឹងម្ដងទៀតហើយអ្នកគ្នាអូសមកលើហើយអ្នកគ្នាចុច Apple account ខាងលើនេះហ្នឹងហើយមកដល់នេះពុកម៉ែបងប្អូនទាំងគ្នាក៏លេខមកមើលពាក្យថា Don't have ហ្នឹងហើយឬក៏គេសួរយើងថាមាន Apple ID អត់ហ្នឹងហើយយើងចុចនៅកន្លែងហ្នឹងមកដើម្បីយើងបង្កើត Apple ID ហើយមកដល់នេះយើងចុចនៅកន្លែងពាក្យចាប់ពីលេខ18ឡើងអ្នកគ្នាយើងចុចមកអ្នកគ្នាកុំចុចទៅកន្លែងអាយុ13ឬក៏17អ្នកគ្នាចុចកន្លែង18ដូចខ្ញុំមកដល់នេះអ្នកគ្នាឆ្លាញ់ឈ្មោះប្រភេទអីអ្នកគ្នាអាចដាក់នៅកន្លែងហ្នឹងបានហ្នឹងហើយឥឡូវនេះខ្ញុំធ្វើការដាក់ឈ្មោះខ្ញុំមកផ្លែតហ្នឹងហើយខ្ញុំដាក់ឈ្មោះមួយនេះហ្នឹងហើយឥឡូវនេះអ្នកគ្នារើសនៅថៃខែឆ្នាំកណ្ដាលអ្នកគ្នាមកហ្នឹងហើយចុច add នៅកន្លែងនេះហើយកន្លែងហ្នឹងអ្នកគ្នាអាចលោតខុសពីខ្ញុំហ្នឹងតាម model iOS ផ្សេងចឹងទៅអាចខុសគ្នាហ្នឹងហើយយើងរើសមកអ្នកគ្នាហ្នឹងហើយកន្លែងនេះគឺជាខែឆ្នាំយើងរើសនៅកន្លែងហ្នឹងទៀតមកហ្នឹងហើយអ្នកគ្នារើសមកអ្នកគ្នាហ្នឹងហើយកន្លែងហ្នឹងយើងចង់ដាក់ពិតក៏បានអត់ក៏បានដែរអ្នកគ្នាហ្នឹងហើយអ្នកទាំងគ្នាចុច continue មកដើម្បីយើងទៅមុខទៀតណាអ្នកគ្នាមកដល់នេះអ្នកគ្នាបើសិនជាមាន email អ្នកគ្នាអាចដាក់នៅលើនេះបានហ្នឹងហើយនេះបើសិនជាអ្នកគ្នាអត់មាន Gmail ទេចុចតាមខ្ញុំមកហ្នឹងហើយចុចនៅកន្លែងនេះហ្នឹងហើយ email address ហ្នឹងហើយមកដល់នេះយើងចុច email address ម្ដងទៀតហ្នឹងហើយមកដល់នេះពុកម៉ែបងប្អូនទាំងគ្នាធ្វើការបង្កើតឈ្មោះ email ឬក៏ឈ្មោះ iCloud របស់យើងមកអ្នកគ្នាហ្នឹងហើយយើងធ្វើការបង្កើតនៅកន្លែងនេះដើម្បីយើងអាចយកទៅដល់កម្មវិធីផ្សេងៗហ្នឹងយើងគ្រាន់តែដាក់ Gmail លេខកូដទេអាចបង្កើតបានហើយឥឡូវនេះខ្ញុំសូមដាក់ឈ្មោះ email iCloud ខ្ញុំចូលមកផ្លែតឥឡូវនេះខ្ញុំបានដាក់ឈ្មោះ email របស់ខ្ញុំចូលហើយអ្នកគ្នាហើយកន្លែងហ្នឹងអ្នកគ្នាដាក់ជាអក្សរអង់គ្លេសហើយលេខខ្លះផងហើយអ្នកគ្នាកុំភ្លេចកត់ទាំងឈ្មោះទាំងលេខទាំងរូបទាំងអស់ហ្នឹងអ្នកគ្នាកត់ទាំងអស់មកអ្នកគ្នាហ្នឹងហើយនេះកត់ទាំង email ទាំងឈ្មោះនិងកន្លែង iCloud នៅកន្លែងនេះហ្នឹងហើយទាំង .com កត់ទាំងអស់មកហើយអ្នកគ្នាចុច continue មកដើម្បីអ្នកទាំងគ្នាបន្តទៅមុខទៀតអ្នកគ្នាហើយកន្លែងនេះយើងចុច create មកអ្នកគ្នាហ្នឹងហើយនេះឥឡូវនេះអ្នកទាំងគ្នាបានមកដល់នៅកន្លែងថ្មីពុកម៉ែបងប្អូនទាំងគ្នាត្រូវតែដាក់លេខកូដនៅកន្លែងហ្នឹងហើយលេខកូដហ្នឹងទី2ហ្នឹងមិនទី1ហ្នឹងចឹងដែរដាក់លេខកូដជាអក្សរលើដំបូងជាអក្សរធំមួយដំបូងសិនណាអ្នកគ្នាហើយចាំអ្នកទាំងគ្នាលេខតាមក្រោយអ្នកគ្នាហ្នឹងហើយយើងដាក់ឲ្យលើស8ខ្ទង់មកហើយអ្នកគ្នាចុច continue មកដើម្បីបន្តទៅមុខទៀតមកដល់នេះបើសិនជាឃើញលេខទូរស័ព្ទស្រាប់អ្នកគ្នាអាចចុច continue បើសិនជាអត់ឃើញទេអ្នកគ្នានឹងឃើញបែបនេះឥឡូវនេះខ្ញុំធ្វើការបង្ហាញហ្នឹងហើយអ្នកគ្នានឹងឃើញបែបនេះបើសិនជាអ្នកទាំងគ្នាបង្កើត Apple ID ថ្មីដំបូងបើសិនជាអ្នកគ្នាធ្លាប់បង្កើតច្រើនដងអ្នកគ្នាអាចមើលវីដេអូនេះបានម្ដងទៀតមកដល់ហ្នឹងអ្នកគ្នាត្រូវតែដាក់លេខទូរស័ព្ទថ្មីដែលមិនធ្លាប់បង្កើត Apple ID ពីមុនមកឬក៏អ្នកគ្នាអត់មានលេខទូរស័ព្ទថ្មីទេអ្នកគ្នាអាចខ្ចីមិត្តឬក៏អ្នកគ្នាមិត្តដែលអ្នកគ្នាចិត្តស្និទ្ធអ្នកគ្នាខ្ចីលេខពួកគាត់សិនមកដើម្បីយើងយកមកដាក់នៅកន្លែងហ្នឹងដើម្បីបានលេខកូដពីក្រុមហ៊ុន Apple គេផ្ញើចូលមកកាន់លេខមួយហ្នឹងអ្នកគ្នាហ្នឹងហើយបើសិនជាអ្នកគ្នាដាក់លេខទូរស័ព្ទហ្នឹងនៅតែលោតក្រហមអ្នកគ្នាត្រូវតែព្យាយាមរកលេខទូរស័ព្ទថ្មីរហូតដើម្បីបង្កើតទៅឲ្យបានត្រឹមត្រូវអ្នកគ្នាឥឡូវនេះអ្នកទាំងគ្នាចុច continue មកហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាចុច continue មកដើម្បីយើងបន្តទៅមុខទៀតអ្នកគ្នាមកដល់កន្លែងនេះក៏សំខាន់ដូចគ្នាយើងទាំងអស់គ្នាធ្វើការចាំយកលេខកូដ6ខ្ទង់នៅក្នុងលេខទូរស័ព្ទមួយហ្នឹងហើយអ្នកគ្នានេះលេខ10 31 06អ្នកគ្នាហើយលេខកូដនោះផងដែរក្រុមហ៊ុន Apple គេផ្ញើចូលមកកាន់លេខរបស់យើងអ្នកគ្នាលេខទូរស័ព្ទអ្នកគ្នានៅទូរស័ព្ទណាអ្នកគ្នាត្រូវតែយកលេខកូដហ្នឹងនៅក្នុងទូរស័ព្ទមួយហ្នឹងហើយលេខ SIM យើងនៅទូរស័ព្ទណាយើងត្រូវតែយកលេខកូដហ្នឹងនៅក្នុងទូរស័ព្ទហ្នឹងអ្នកគ្នាគេផ្ញើចូលទៅកាន់ Messenger អ្នកគ្នាហ្នឹងហើយយើងដាក់មកអ្នកគ្នា10 31ជាស្រ័យហើយនឹង06ឥ
ឥឡូវនេះអ្នកទាំងគ្នាចុច continue មកដើម្បីបន្តទៅមុខទៀតណាមកដល់នេះពុកម៉ែបងប្អូនទាំងគ្នាចុច agree មកដើម្បីយើងបន្តទៅមុខទៀតហ្នឹងហើយនឹងអ្នកគ្នាចាំមកផ្លែមកហ្នឹងហើយមកដល់នៅកន្លែងនេះមានន័យថាអ្នកទាំងគ្នាអាចបង្កើត FID បានហើយអញ្ចឹងមកដល់នេះទៀតអ្នកគ្នាចុច continue មកឥឡូវនេះពុកម៉ែបងប្អូនទាំងគ្នាចាំមកផ្លែមកហ្នឹងហើយកន្លែងហ្នឹងអាចយូរបើសិនជាអ៊ីនធឺណិតអ្នកគ្នាដើរលឿនអាចលឿនតាមនឹងអញ្ចឹងហ្នឹងហើយឥឡូវនេះមកដល់នេះយើងទាំងគ្នាធ្វើការដាក់លេខកូដទូរស័ព្ទយើងចូលមកអ្នកគ្នានឹងលេខកូដចាក់សោរបស់យើងហ្នឹងឥឡូវនេះអ្នកទាំងគ្នាចាំរៀងយូរតិចមកអ្នកគ្នានឹងបានមកដល់នៅកន្លែងនេះហើយអញ្ចឹងអ្នកគ្នាអាចបង្កើត FID បានហើយឥឡូវនេះពុកម៉ែបងប្អូនទាំងគ្នាធ្វើការទៅដូរម៉ោងទៅប្រទេសយើងវិញអ្នកគ្នាដើម្បីឲ្យក្នុង app របស់យើងដើរឲ្យបានត្រឹមត្រូវវិញអ្នកគ្នាហ្នឹងហើយឥឡូវនេះយើងចេញទៅក្រៅវិញមកអ្នកគ្នាចូលមកកាន់ពាក្យនឹងម្ដងទៀតមកហើយចូលមកកាន់ពាក្យម៉ោងម្ដងទៀតមកអ្នកទាំងគ្នាហ្នឹងហើយម្ដងនេះអ្នកទាំងគ្នាធ្វើការចូលមកកាន់ពាក្យម៉ោងម្ដងទៀតហ្នឹងហើយថែមហ្នឹងហើយអ្នកគ្នាចូលឡៃកៅយិតអ្នកគ្នាវាយពាក្យថាភ្នំពេញអ្នកគ្នាហ្នឹងហើយអ្នកគ្នានេះភ្នំពេញកម្ពុជាយើងនេះយើងចុចលើហ្នឹងមកហើយអ្នកគ្នាចុចបើកក្នុងកន្លែងនេះទៅម៉ោងនឹងដើរត្រឹមត្រូវវិញហើយឥឡូវនេះចេញទៅក្រៅដើម្បី down app មួយជាមួយម្ដងគ្នាប្រកាសថា App ID របស់យើងនឹងអាច down កម្មវិធីបានហ្នឹងហើយយើងធ្វើការជួបការ App Store ហើយយើងចុច continue មកហើយអ្នកគ្នាចាំមក plate មកឡើងហ្នឹងហើយអ្នកគ្នាធ្វើការរក app ដែលអ្នកគ្នាចូលចិត្តមកហ្នឹងហើយដូចខ្ញុំចូលចិត្ត app Google ឬក៏ app របស់ YouTube ចឹងអ្នកគ្នាហ្នឹងហើយឥឡូវនេះអ្នកគ្នាធ្វើការ down app មួយមកអ្នកគ្នាហ្នឹងហើយ down app របស់ Google មកអ្នកគ្នាបើសិនអ្នកនេះចង់ down តាមខ្ញុំអាច down បានដូចខ្ញុំចង់ down app keyboard របស់ Google អញ្ចឹងអ្នកគ្នាហើយកន្លែងនេះក៏សំខាន់ដែរអ្នកគ្នាត្រូវដាក់លេខកូដដែលខ្ញុំឲ្យប្រាប់ទាំងដំបូងគេដាក់ជាអក្សរធំហើយលីលេខហ្នឹងអ្នកគ្នាហ្នឹងហើយដាក់ឲ្យលើស8ខ្ទង់ហ្នឹងយើងដាក់នៅកន្លែងហ្នឹងមកអ្នកគ្នាយើងចុច install មកឥឡូវនេះមកដល់នេះទៀតអ្នកគ្នាធ្វើការដាក់លេខកូដដែលខ្ញុំប្រាប់ទាំងដំបូងថាដាក់លេខកូដជាអក្សរអង់គ្លេសជាអក្សរធំដំបូងហើយលីលេខខ្លះហ្នឹងហើយមកដល់នេះក៏សំខាន់ដូចគ្នានៅឲ្យយើងទាំងអស់គ្នាធ្វើការចុច confirm មកហើយ load ក៏នេះមានន័យថាយើងអាច down កម្មវិធីនឹងបានហើយមកដល់នេះទៀតពុកម៉ែបងប្អូនទាំងអស់គ្នាចុចនៅកន្លែងពាក្យទី2នេះតាមខ្ញុំមកហ្នឹងហើយអ្នកទាំងអស់គ្នាចាំតិចមកបើសិនជា load បែបនេះមានន័យថាយើងនឹងអាចបង្កើត FID បានហើយក៏អាច down កម្មវិធីបានដូចគ្នាហើយពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការចាំនៅកន្លែងហ្នឹងឲ្យចប់មកដើម្បីប្រកាសថាយើង down កម្មវិធីហ្នឹងបានអាចប្រើបានចឹងអ្នកគ្នាហើយវីដេអូហ្នឹងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាមកថ្មីកុំភ្លេចជួយចុច subscribe like ឬក៏បើកសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីបានវីដេអូចំណេះដឹងថ្មីពីខ្ញុំថ្មីទៀតអ្នកគ្នាហ្នឹងហើយពេលអ្នកគ្នាចុច subscribe យកទៅអ្នកគ្នានឹងទទួលបានវីដេអូចំណេះដឹងថ្មីពីខ្ញុំមុនគេទៀតអ្នកគ្នាហ្នឹងហើយខ្ញុំនឹងរកវិធីថ្មីទៀតបើសិនជាអ្នកគ្នាបង្កើត FID អត់បានហ្នឹងហើយខ្ញុំនឹងរកវិធីផ្សេងថ្មីប្លែកដើម្បីtechnique មួយចំនួនទៀតហ្នឹងហើយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្ថែមទៀតអ្នកគ្នាហ្នឹងហើយ